ធីមួយជួបជុំនៅក្នុងភូមិឃុំមួយដែលសយ៉ាងតែនភូមិឃុំនេះគឺជាឃុំមណ្ឌលភេស្រុកថ្លាបរិវារខេត្តសៀមត្រៃជាជុំនេះគឺមានរយៈពេល2ថ្ងៃសម្រាប់ថ្ងៃនេះគឺជាថ្ងៃទី1ឃើញថាមានបងប្អូនយើងចូលរួមច្រើនដែរនៅក្នុងកម្មវិធីមួយហ្នឹងចូលរួមច្រើនមែនទែនតែពួកគាត់ម្នាក់ៗហ្នឹងឃើញថាដូចជាពួកគាត់មានទឹកចិត្តសប្បាយរីករាយមែនទែននៅក្នុងការរំចាំបងប្អូនជនជាតិកូរ៉េមកលេងអញ្ចឹងណាពួកអីយើងធ្លាប់តែឃើញជនជាតិកូរ៉េឬមួយក៏តួកូរ៉េនៅក្នុងរឿងកូរ៉េក្នុងទូរស័ព្ទអីចឹងណាដល់ពេលពួកគាត់ដឹងថាបងប្អូនជនជាតិកូរ៉េគាត់មកលេងអញ្ចឹងគឺគាត់មានទឹកមុខសប្បាយរីករាយហើយរំចាំដោយក្តីរំភើបក្តីអំណរមែនទែនចាមិនត្រឹមតែមានយុវវ័យយុវជនយុវចាស់ទេក៏មានយុវកុមារផងដែររងចាំមើលពួកគេមានទឹកមុខរីករាយមែនទែនហើយទន្ទឹងរងចាំរបស់យើងហ្នឹងយ៉ាងអន្តេសាមែនទែនចាសម្រាប់អ្នករងចាំមិនមែនមានតែយុវជនចាក៏មានមនុស្សចាស់យុវចាស់ហើយក៏មានយុវកុមារដែរចាយើងមើលទស្សនវិជ្ជាហ្នឹងគួរឲ្យស្រឡាញ់គួរឲ្យគយគន់មែនទែនចានៅក្នុងអារម្មណ៍របស់ពួកគាត់ហ្នឹងគឺគាត់គិតថាអូគាត់ធ្លាប់តែឃើញទូរស័ព្ទដៃដល់ពេលឥឡូវហ្នឹងគឺយើងតិចទៀតនឹងបានឃើញផ្ទាល់ភ្នែកហើយចាចំពោះបងអូនជាគ្រីស្ទានដែលមានជំនឿលើជឿលើព្រះយេស៊ូវគ្រីស្ទក៏ដូចគ្នាដែរចាគឺពួកគាត់មានបេះដូងនៅក្នុងការបម្រើមានបេះដូងស្រឡាញ់ពួកគាត់ក៏មានបេះដូងនៅក្នុងការតស៊ូនៅក្នុងការរងចាំទូទ្រាំនៅក្នុងការរងចាំផងដែរចំណែកយុវកុមាររបស់យើងនេះវិញមានភាពសប្បាយរីករាយមែនទែនមើលគេទឹកមុខគេញញឹមប្រព្រឹមប្រព្រេមែនទែនហើយសម្បីតពូក៏អញ្ចឹងដែរមើលគេអៀនអញ្ចឹងឃើញថាពេលវេលាគឺកាន់តែខិតចូលមកដល់ហើយពួកគាត់ក៏ចិត្តមកដល់ដែរចាសម្រាប់កំឡោះសង្ហាយើងនេះវិញរងចាំទទួលបងប្អូនកូរ៉េយើងនៅខាងមុខរោងហ្នឹងចាពួកគាត់ទន្ទឹងរង់ចាំដោយទឹកមុខរីករាយដូចគ្នាចាពេលវេលាដែលយើងទន្ទឹងរង់ចាំគឺបានចូលមកដល់ហើយយើងមើលបងប្អូនជនជាតិកូរ៉េយើងចាបានចូលមកដល់សូមសម្ដែងតែម្ដងចាមួយនេះគឺខ្ញុំថតកាត់ទេដើម្បីកុំឲ្យវីដេអូនេះវែងពេកមកមើលបងប្អូនជនជាតិកូរ៉េបងប្អូនយើងនោះស្អាតស្រស់ស្អាតមែនតើចាហើយពួកគាត់ខំប្រឹងសម្ដែងទាំងមានភ្លៀងធ្លាក់ផងចាដោយសារទឹកចិត្តស្រឡាញ់នោះគឺពួកគាត់នៅតែតស៊ូសម្ដែងរាំដើម្បីឲ្យអ្នកទស្សនាយើងបានត្រជាក់ភ្នែកត្រជាក់ចិត្តដិតអារម្មណ៍ហើយសម្ដែងនៅតែបន្តចាហើយទស្សនិកជនរបស់យើងក៏នៅតែជក់ចិត្តដិតអារម្មណ៍គឺអត់ដើរចេញពីកន្លែងហ្នឹងទេរងចាំសូ1ដល់សូ1ចាទេមិនផុតពួកយើងដែលធ្លាប់តែឃើញជនជាតិកូរ៉េនៅក្នុងរឿងទូរស័ព្ទដៃឬមួយក៏ទូរទស្សន៍ហ្នឹងឥឡូវនេះយើងបានឃើញផ្ទាល់ហើយនៅវគ្គបញ្ចប់ពិតជាស្រស់ស្អាតមែនទែនគេរួមគ្នាជារង្វង់ដើម្បីបង្កើតជារូបផ្កាហើយមានចលនាទៀតហើយអ្នកទស្សនារបស់យើងគឺជក់ចិត្តមែនទែនមើលណអូអស់តោះហ្មងឃើញទេបងប្អូនមើលពួកគាត់រំពិតជាសប្បាយរីករាយមែនទែនមើលមុខសានិមនិងសាមនិមគឺគាត់សប្បាយចិត្តមែនទែនដែលបានជួបជុំបងប្អូនហើយនឹងបានបញ្ចេញនៅសេចក្តីស្រឡាញ់សេចក្តីអំណរហើយនឹងមេត្រីភាពចំពោះបងប្អូនអ្នកភូមិរបស់យើងហើយមើលក្បាច់រាំរបស់គេពិតជាប្លែកភ្នែកមែនហើយគួរឲ្យស្រឡាញ់មែនទែនយើងអត់ដែលឃើញនៅក្នុងប្រទេសយើងមានរាំក្បាច់បែបហ្នឹងទេចំណែកឯសាមនិមមុខសានិមនេះវិញគឺដោយសារតែមានសេចក្តីស្រឡាញ់ចំពោះបងប្អូនអ្នកភូមិយើងធ្វើឲ្យគាត់ឈរហាភ្លៀងគឺគាត់អត់ងងាយអីទេមនុស្សក៏ស្អាតផ្លិតក៏ស្អាតក្បាច់រាំក៏ស្អាតបន្ថែមពីលើនឹងទៀតទេសភាពនោះក៏ស្អាតពីព្រោះអីកម្មវិធីរបស់យើងធ្វើនៅក្បែរជើងភ្នំអ្នកសម្ដែងជក់ចិត្តនៅក្នុងការសម្ដែងហើយអ្នកមើលក៏ជក់ចិត្តនៅក្នុងការមើលដែរចំណែកឯមួយក្រុមទៀតនោះគឺត្រៀមខ្លួនរួចហើយនៅក្នុងការឡើងសម្ដែងឲ្យទស្សនិកជនពិសេសរបស់យើងពេលវេលាក៏ចិត្តអស់ដែរនៅក្នុងសូរមួយនេះហើយយើងនឹងចូលដល់សូរថ្មីទៀតចាមិនចាំបាច់ដល់រំទេគ្រាន់តែដើរហ្នឹងក៏ស្អាតក៏ខ្ជូតដែរមើលណការទន្ទឹងរង់ចាំបន្ទាប់ក៏បានមកដល់ក៏មានការសម្ដែងសូរពិសេសមួយទៀតគឺរបាំតៃក្វាន់ដូពួកគាត់ស្លៀកពាក់របៀបកីឡាតៃក្វាន់ដូប៉ុន្តែក៏មានការចាប់អារម្មណ៍មួយបែបទៀតគឺការមានលាយឡំជាមួយចង្វាក់រាំចាជាមួយចង្វាក់រាំផងដែរ
ចំណែកឯទស្សនិកជនយើងខាងមុខវិញមើលគេឈប់ផ្លឹកមើលរបាំនេះតែម្ដងហើយសម្រាប់ទស្សនិកជនផ្សេងទៀតហ្នឹងក៏ពេលខ្លះក៏ហាមាត់ហ្មងដោយសារគេអាចឃើញទេរបាំមួយហ្នឹងគេធ្លាប់ឃើញទៅតាមទូរស័ព្ទចាសូលទី2ក៏ត្រូវបានបញ្ចប់ហើយសូលទី3ក៏បានចាប់ផ្ដើមរបាំមួយនេះចង់និយាយអំពីការដាំដំបងឡើយមនុស្សទាំងអស់គឺមានភាពសប្បាយរីករាយរស់នៅជាមួយនឹងព្រះជាម្ចាស់នៅឯនគរស្ថានសួគ៌គឺគ្មានខ្វល់ខ្វាយអ្វីទាំងអស់គ្មានការទុក្ខគ្មានទុក្ខព្រួយគ្មានការអត់ឃ្លានគ្មានការខឹងស្អប់គ្មានការស្លាប់គ្មានអំពើបាបគ្មានការច្រណែនឈ្នានីសគ្មានការភ័យខ្លាចពីព្រោះពេលនោះពួកគេកំពុងតែស្រឡាញ់និងគោរពបម្រើដល់ព្រះអង្គព្រះស្រឡាញ់មនុស្សលោកខ្លាំងណាស់ក៏ផ្ដល់សិទ្ធិសេរីភាពឲ្យពួកគេនៅក្នុងការសម្រេចចិត្តធ្វើអ្វីមួយព្រះអង្គមិនដែលបង្ខំយើងឡើយក៏មិនដែលបិទសិទ្ធិយើងម្ដងណាដែរព្រះអង្គគឺជាព្រះដែលមានសេចក្តីស្រឡាញ់ធំជាងគេបង្អស់ក្រៅពីពួកគេដឹងថាព្រះបានស្រឡាញ់ពួកគេខ្លាំងពួកគេក៏ចាប់ផ្ដើមទំនើងចិត្តហើយធ្វើអ្វីទៅតាមការនឹកឃើញរបស់ខ្លួនពួកគេបានបោះបង់ចោលព្រះហើយជ្រើសរើសដើរតាមផ្លូវខ្លួនឯងអំពើទាំងនេះហើយបានធ្វើឲ្យពួកគេមិនឃ្លាតឆ្ងាយពីព្រះជាម្ចាស់ឆ្ងាយពីការគ្រប់គ្រងរបស់ព្រះអង្គពេលនោះអរិយសាតាំងបានចូលមកនៅក្នុងជីវិតរបស់ពួកគេហើយពួកគេបានគោរពបម្រើដល់សាតាំងគឺជាមេបំផ្លាញគ្រប់យ៉ាងបំផ្លាញសេចក្តីស្រឡាញ់បំផ្លាញផែនការល្អៗដែលព្រះចង់មានជាមួយមនុស្សកាលនោះមានសាតាំងម្នាក់ដែលមានឈ្មោះថា Lucifer បាននាំទេវតាជាច្រើនឲ្យតបប្រឆាំងជាមួយនឹងព្រះហើយទេវតាទាំងនោះបានតបប្រឆាំងជាមួយនឹងព្រះដោយនាំមនុស្សធ្វើអំពើបាបជាច្រើនវាបានប្រាប់មនុស្សឲ្យគោរពបម្រើវាប្រើមនុស្សទៅឆ្វេងទៅស្ដាំពួកវាអត់ដឹងថាខ្លួនឯងធ្វើអីទេអត់ដឹងដើមកំណត់ខ្លួនឯងយ៉ាងម៉េចនិយាយទៅសាតាំងហ្នឹងវាគឺជាមេបំផ្លាញមែនតើវាបំផ្លាញសេចក្តីស្រឡាញ់មនុស្សនឹងមនុស្សវាបំផ្លាញសេចក្តីស្រឡាញ់មនុស្សជាមួយនឹងព្រះវាបំផ្លាញសេចក្តីសុខសាន្តដែលឲ្យមនុស្សពេលដែលមនុស្សបើកឲ្យសាតាំងគ្រប់គ្រងលើខ្លួនពេលនោះមនុស្សគ្រប់គ្នាគឺលែងដឹងខ្លួនអ្វីទាំងអស់គឺជាប់វេទនាមែនតើនិយាយទៅព្រះជាម្ចាស់នៅតែស្រឡាញ់មនុស្សទោះជាដឹងថាពួកគេបានភ្លេចព្រះអង្គក៏ដោយក៏ព្រះអង្គនៅតែមករំដោះគេចេញពីសាតាំងដដែលហើយពេលនោះសាតាំងវាមិនសប្បាយចិត្តទេដោយសារតែពេលដែលមនុស្សជួបជាមួយនឹងព្រះជឿព្រះគឺធ្វើឲ្យគេមានសេចក្តីសុខសាន្តពេលនោះធ្វើឲ្យសាតាំងវាក្តៅក្រហាយមែនទែនវាចាប់ផ្ដើមធ្វើការលបងផ្សេងទៅកវ៉ាល់នៅជុំវិញមនុស្សនោះវាធ្វើអីវានិយាយអីដើម្បីឲ្យមនុស្សនោះបែកចេញពីព្រះជាម្ចាស់ទៀតហើយវាបានធ្វើទុក្ខទរណកម្មដល់មនុស្សជានិច្ចសាតាំងវាខំខាំងវាចង់មនុស្សឲ្យមានសេរីភាពទេប៉ុន្តែសាតាំងវាអត់ចង់ឃើញមនុស្សទៅរកព្រះវិញទេពេលដែលឃើញមនុស្សដែលស្និទ្ធស្នាលជាមួយនឹងព្រះស្រឡាញ់ព្រះគឺវាក្តៅក្រហាយមែនទែនវាចាប់ផ្ដើមទាញមកម្ដងហើយម្ដងទៀតហើយព្រះជាម្ចាស់ក៏នៅតែតស៊ូជាមួយសាតាំងដោយទ្រង់មិនដែលទុកយើងចោលឡើយព្រះយេស៊ូវចាំមើលចិត្តយើងម្នាក់ថាពួកយើងនឹងក្លាហានរត់គេចពីសាតាំងអត់ឃើញអត់ក្នុងការសម្ដែងរបស់គេហ្នឹងគឺសាតាំងវាខំចងប៉ុន្តែព្រះយេស៊ូវខំប្រឹងស្រាវចំណងទាំងនោះហ្នឹងវាមិនដែលថាវាឈប់ឈរទេដូចបងប្អូនឃើញនៅក្នុងការសម្ដែងនេះអញ្ចឹងគឺវាតែងតែគឺនៅក្រវ៉ាល់ជុំវិញមនុស្សនឹងឯងរកមើលតាមមនុស្សណាហ្នឹងភ្លេចខ្លួនវានឹងចូលមកនឹងធ្វើទុកយើងសារមនុស្សមានចាប់បាបធ្ងន់គ្មានអ្វីនឹងសូមបាបនោះបានទេប៉ុន្តែព្រះយេស៊ូវបានយកកំណើតមកជាមនុស្សហើយបានសគត់នៅលើឈើឆ្កាងដើម្បីលុះបាបមនុស្សចេញពីសាតាំងដោយការលះបង់ព្រះជន្មរបស់ព្រះយេស៊ូវធ្វើឲ្យមនុស្សទាំងអស់ត្រូវបានរួចផុតពីអំពើបាបរួចផុតពីទោសដែលធ្វើឲ្យប្រលឹងត្រូវស្លាប់ជារៀងរហូតព្រះយេស៊ូវបានសគត់នៅលើឈើឆ្កាងហើយបានបញ្ចុះក្នុងភ្នំរយៈពេល3ថ្ងៃព្រះអង្គមានព្រះជន្មរស់ឡើងវិញចំណងដែលរក្សាតាំងបានចងត្រូវបានកាត់ផ្តាច់ដល់អស់អ្នកណាដែលជឿនៅព្រះអង្គគ្រប់នឹងធ្វើតាមបង្គាប់របស់ព្រះអង្គនោះនឹងបានរួចពីអំណាចរបស់សាតាំងក្នុងការសម្ដែងនេះបានប្រាប់យើងថាយើងបានរួចទុក្ខទោសដោយសារព្រះលោហិតរបស់ព្រះយេស៊ូវចឹងពេលដែលយើងជឿដល់ព្រះអង្គយើងត្រូវតែគោរពនិងបម្រើដល់ព្រះអង្គឲ្យអស់ពីចិត្ត
តើបសាតាំងលែងមានអំណាចលើយើងពេលដែលយើងជឿព្រះយេស៊ូវហើយយើងគោរពបម្រើដល់ព្រះអង្គដើរតាមមេឃរបស់ព្រះអង្គនោះធ្វើឲ្យជីវិតយើងត្រូវបានថ្មីឡើងវិញតែនៅក្នុងការសម្ដែងនេះបានប្រាប់យើងថាសាតាំងវានៅតែមិនបោះបង់ទេទោះជាយើងជឿព្រះយេស៊ូវហើយក៏ដោយវារកពេលណាដែលយើងភ្លេចព្រះបន្ទូលឬមួយក៏ការស្ដីប្រដៅរបស់ព្រះយេស៊ូវនោះសាតាំងនឹងមានអំណាចលើយើងម្ដងទៀតជីវិតរបស់យើងនឹងចាប់ផ្ដើមសារជាថ្មីដូចពីមុនជឿព្រះយេស៊ូវដែរព្រះយេស៊ូវត្រូវបានគេឆ្កាងហើយព្រះអង្គបានផុតព្រះជន្មនៅលើឈើឆ្កាងបន្ទាប់មកគេបានយកព្រះសពរបស់ព្រះយេស៊ូវទៅបញ្ចុះនៅក្នុងភ្នំ3ថ្ងៃក្រោយមកព្រះយេស៊ូវក៏មានព្រះជន្មរស់ឡើងវិញព្រះជាម្ចាស់បានប្រកាសទានឲ្យព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញការមានព្រះជន្មរស់ឡើងវិញរបស់ព្រះយេស៊ូវបញ្ជាក់ឲ្យឃើញថាគ្រប់ទាំងអំណាចគឺបានប្រគល់មកទ្រង់ការរស់ឡើងវិញរបស់ព្រះយេស៊ូវធ្វើឲ្យមនុស្សទាំងអស់មានសង្ឃឹមពេលដែលព្រះយេស៊ូវមានព្រះជន្មរស់ឡើងវិញគឺសាតាំងវាភ័យវាខ្លាចហើយវាខឹងចំពោះការអត់ទ្រាំដែលនាំមកជ័យជំនះដែលនាំការប្រោសលួសដ៏អស្ចារ្យនិយាយទៅបើយើងចង់មានជ័យជំនះលើសាតាំងគឺយើងត្រូវតែនៅជាមួយព្រះអធិដ្ឋានអានព្រះគម្ពីរដែលជាព្រះបន្ទូលដ៏រស់របស់ព្រះអង្គជាងឃើញទេព្រះយេស៊ូវគឺជាព្រះរស់វិញ្ញាណរបស់ទ្រង់បាននៅគ្រប់ទីកន្លែងទាំងអស់ហើយនៅពេលដែលយើងមានទុក្ខលំបាកផ្សេងៗយើងអាចអំពាវនាវហើយថាអធិដ្ឋានរកព្រះអង្គនោះព្រះអង្គនឹងយាងមកជួយយើងសួរថាមិនបានតទៅហើយបានមកជួយអត់ទេព្រះអង្គនៅរងចាំមើលយើងគឺព្រះអង្គឲ្យយើងជាម្នាក់ដែលចេះទូលសុំដល់ព្រះអង្គនៅគ្រប់កិច្ចការងារផ្សេងៗដែលយើងអំពាវនាវរកព្រះអង្គនោះព្រះអង្គនឹងឆ្លើយតបមកកាន់យើងប៉ុន្តែការអំពាវនាវរកព្រះអង្គនោះត្រូវធ្វើដោយសេចក្តីជំនឿដែរបើសិនយើងគ្មានជំនឿជឿជាក់លើព្រះអង្គទេនោះអ្វីៗក៏មិនអាចកើតឡើងដែរចឹងហើយគ្រីស្ទានទាំងអស់តែងតែព្យាយាមអធិដ្ឋានហើយជួបជុំគ្នាជារៀងរាល់ថ្ងៃអាទិត្យដើម្បីរៀនពីរបៀបនៅក្នុងការទូលសុំដល់ព្រះអង្គរៀនពីរបៀបនៅក្នុងការស្នើសុំដល់ព្រះអង្គនិងរៀនពីរបៀបនៅក្នុងការទទួលប្រពរមិនមែនតែប៉ុណ្្នឹងទេនៅរៀនពីរបៀបនៅក្នុងការប្រតិបត្តិខ្លួនជាគ្រីស្ទានដែលគប់ព្រះរតីដល់ព្រះអង្គផងដែរពីព្រោះមានតែព្រះគម្ពីរទេដែលជាព្រះបន្ទូលអាចនាំយើងឲ្យដឹងអ្វីៗគ្រប់យ៉ាងបានព្រះបន្ទូលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរហើយព្រះគម្ពីរនោះគឺជាព្រះបន្ទូលរបស់ព្រះបន្ទូលរបស់ព្រះនោះគឺជាព្រះចាសូមនេះក៏ត្រូវបានដល់ពេលបញ្ចប់ដែរហើយបើសិនជាបងប្អូនចង់ដឹងច្បាស់បងប្អូនអាចបើកស្រាវជ្រាវរឿងនេះនៅក្នុងព្រះគម្ពីរប៊ីបមានតែក្នុងព្រះគម្ពីរប៊ីបទេដែលអាចប្រាប់យើងច្បាស់ជាក់លាក់មែនទែនការសម្ដែងត្រូវបានបញ្ចប់ហើយក្រោយពីបញ្ចប់សូរនេះទេគឺមានការចែកចាយដំណឹងល្អតាមរយៈមុសានីមចាពីមុនខ្ញុំបានស្គាល់ព្រះយេស៊ូវគឺតាមរយៈគាត់ឈ្មោះថាលីសាំងយុនប្រពន្ធរបស់គាត់ឈ្មោះហានខ្ជុងមីនគាត់មានកូន3នាក់គឺប្រុសទាំង3តែម្ដងគាត់បានមករស់នៅប្រទេសកម្ពុជា20ឆ្នាំហើយដោយសារដំណឹងល្អគាត់ចង់ឲ្យប្រជាជនកម្ពុជាទាំងអស់បានទទួលដំណឹងល្អព្រោះដំណឹងល្អនេះគឺអាចជួយយើងឲ្យរួចពីបាបបានទីក្រុងភ្នំពេញឥឡូវនេះក៏គាត់បន្តមកចែកចាយដំណឹងល្អនៅខែទៀតសូមបងប្អូនចូលរួមស្ដាប់ការអធិប្បាយរបស់គាត់បន្តិចទៅមើលថាគាត់មានប្រសាសន៍ថាម៉េចខ្លះUria Yesus sempurna lihat pun maniang pura serta បងប្អូនបានលើកហើយគាត់មានប្រសាសន៍បែបនោះព្រះយេស៊ូវមិនមែនសង្គ្រោះតែម្នាក់ទេគឺសង្គ្រោះគ្រួសារទាំងអស់បើសិនជាជឿលើព្រះយេស៊ូវហើយគោរពបម្រើព្រះអង្គថ្ងៃទី1ត្រូវបានបញ្ចប់ហើយយ៉ាងសប្បាយរីករាយមែនទែនថ្ងៃទី2ថ្ងៃទី22ខែ8 2023ឃើញថាថ្ងៃទី2នេះអ្នកចូលរួមក៏មិនចាញ់ពីថ្ងៃទី1ដែរគឺពួកគាត់មកច្រើនជាងថ្ងៃម្សិលមិញទៀតមើលទឹកមុខពួកគាត់ទៅគឺពួកគាត់ដូចរៀននឹងទទួលស្វាគមន៍បងប្អូនកូរ៉េយើងមែនតើគាត់ពេញចិត្តដោយសារបងប្អូនកូរ៉េយើងសាច់សូហើយសាច់ស្រស់មែនតើមើលថាមានសូអីពិសេសទៀតនៅក្នុងការសម្ដែងឲ្យយុវចាស់យុវជននិងយុវកុមាររបស់យើងពួកគាត់នឹងសួរសុខទុក្ខគ្នាជាភាសាចិនមកដល់កន្លែងនេះគឺយុវជនយើងកំពុងតែហាត់តៃខ្វាន់ដូឬមួយក៏ហាត់ក្បាច់អីទេអ្នកខ្ញុំអត់សូវដឹងដែរអញ្ចឹងតតែពេលពួកគាត់មកម្ដងនេះបើមានឱកាសពួកយើងនឹងសួរគាត់ថាក្បាច់អីគេ
ក្រុមមុនគឺជាក្រុមយុវជនឥឡូវយើងចាំស្ដាប់ក្រុមយុវចាស់ម្ដងមើល ព្រះយេស៊ូវគ្រីស្ទព្រះអង្គបានសគត់ ចាខ្ញុំសូមនិយាយតមិញហ្នឹងគឺគាត់និយាយព្រះយេស៊ូវគ្រីស្ទទ្រង់បានសគត់ទៅលើឈើឆ្កាងដើម្បីលួសអំពើបាបមនុស្សហើយមនុស្សមានអំពើបាបដោយសារតែមិនស្ដាប់បង្គាប់ព្រះពួកគេជ្រើសរើសទៅស្ដាប់បង្គាប់សាតាំងវិញព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ទោះជាមនុស្សមិនស្ដាប់បង្គាប់ក៏ដោយប៉ុន្តែព្រះអង្គនៅតែស្រឡាញ់ពួកគាត់ដដែលដោយព្រះអង្គចាត់ព្រះរាជបុត្រារបស់ព្រះអង្គតែមួយអង្គគត់មកយកកំណត់ជាមនុស្សនៅលើផែនដីនេះដើម្បីជួយមនុស្សចាជួយធម្មតាអត់បានទេគឺព្រះអង្គបានសគត់ទៅលើឈើឆ្កាងបង្ហូរព្រះលិហិតដើម្បីលាងអំពើបាបមនុស្សឥឡូវយើងមកងាកមើលកម្មវិធីទាំងមូលវិញតើគេធ្វើអីខ្លះចាមើលណោពី3ក្រុមមួយក្រុមចាគឺមានពី3 4ក្រុមឯណោចាក្រុមខ្លះគឺគេលេងគូគំនូក្រុមខ្លះទៀតគឺលេងគូមុខហើយក្រុមខ្លះទៀតគឺរហាត់ក្បាច់តៃក្វាន់ដូចានេះគឺជាការលេងល្បែងកំសាន្តទេតិចទៀតបានដល់វគ្គយើងទស្សនានៅសូបផ្សេងៗការសម្ដែងផ្សេងៗហ្គេមខូបនេះខ្ញុំអត់ស្គាល់ទេថាហ្គេមអីគេប៉ុន្តែកន្លែងនេះគឺស្គាល់គឺគេប្រជុំគ្នាបត់កណ្ដាស់ហើយនឹងញ៉ាំអាឡឹកចាហើយមកនេះកូនពៅចាសំទោសមិនមែនកូនពៅទេក៏មានកូនមួយទៀតចាហើយមើលកូនពៅហ្នឹងគឺកូនពៅបងប្អូនកូរ៉េយើងទេចានេះគឺដល់វគ្គសម្ដែងរំហើយអត់ដឹងថាបត់ហ្នឹងបត់អីទេចាមើលពីទស្សនវិជ្ជាពេលសម្ដែងគឺពួកគាត់គឺសម្ដែង5ថ្ងៃតែម្ដងថ្ងៃទី1សម្ដែង5ភ្លៀងថ្ងៃទី2សម្ដែង5ថ្ងៃពិតជាតស៊ូមែនតើនៅក្នុងដំណឹងល្អនេះ កម្មវិធីជួបជុំត្រូវបានបញ្ចប់ហើយដែលគេនិយាយថាគ្មានការជួបជុំណាដែលគ្មានការបាយនោះទេអញ្ចឹងនៅពេលនេះដល់ពេលចុងក្រោយដែលពួកគាត់ត្រូវត្រឡប់ទៅប្រទេសកំណើតរបស់គាត់វិញចំណែកអ្នកភូមិរបស់យើងនេះគឺគាត់នៅពិសាអាហារនៅជុំគ្នាយ៉ាងរីករាយយ៉ាងឆ្ងាញ់ពិសាទៀតផងពួកគាត់ស៊ូមែនតើគ្រាន់តែចប់កម្មវិធីភ្លាមហ្នឹងពួកគាត់អត់នៅញ៉ាំអីទេគឺថាទុកឲ្យបងប្អូនអ្នកភូមិរបស់យើងហ្នឹងគឺនៅពិសាអាហារជុំគ្នានៅហ្នឹងប៉ុន្តែពួកគាត់ឯនៅវិញគឺគាត់ប្រញាប់ទៅត្រឡប់ទៅវិញពីព្រោះត្រូវចេញពីភូមិហ្នឹងទៅចម្ងាយ40គីឡូមកដល់ខេត្តហើយចេញពីខេត្តទៅក្រុងទៀតប្រហែលជា400គីឡូហ្នឹងអញ្ចឹងពួកគាត់អត់បានញ៉ាំអីទេចាអញ្ចឹងពួកគាត់បានចេញទៅហើយជាចុងក្រោយខ្ញុំសូមអរគុណបងប្អូនដែលបានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់សូមព្រះបានចម្រើនកម្លាំងនិងប្រទានប្រពរដល់បងប្អូននៅក្នុងប្រកបការងារទទួលទានសូមអរគុណ